ជីវិតមនុស្សម្នាក់បើសិនតែយើងចង់កែខ្លួនលុះត្រាតែយើងដឹងកំហុសដូចជាខ្ញុំទម្រាំតែកសាងខ្លួនបានប៉ុណ្ណេះគឺវាពិបាកណាស់សម្រាប់ខ្ញុំដើរផ្លូវមួយដល់តែតោដល់សត្វអណ្ដែតឃើញតែស្រមោលអ្នកដើរដល់ខ្ញុំប្រៀបដូចមនុស្សម្នាក់ដែលគេបងខ្ញុំអង្គុយឆ្ងល់ម្នាក់ឯងក្នុងចិត្តនេះសែនចំបែងហើយអ្វីជីវិតខ្ញុំខុសគេកើតមកជាមនុស្សម្នាក់ដែរចាំបាច់ឲ្យគេលួចជាតែវាសមមុខហើយប៉ុណ្ណឹងវាមិនតន់គ្រប់គ្រាន់រ៉េសម្រាប់តង់ស្នងគុណពុកម៉ែទោះបីគេជេរ1 លានដងក៏ខ្ញុំមិនខឹងនឹងគេដែរព្រោះតែខ្ញុំខុសមែនឲ្យលោកខូចចិត្តឥតលហើយតែពេលនេះខ្ញុំជេរសិនដឹកខ្លួនឲ្យខំប្រឹងកាយចង់ប្រាប់ថាគុំព្រមអ្នកនេះវាមិនដូចកាលពីមុនទេរាល់ថ្ងៃខំប្រឹងសរសេរនេះពួកជំនាញរ៉ាប់ដើម្បីយកមកប្រជែងនឹងទីដែលសុំបង្វែរទៅចោះប៉ុណ្ណឹងវាគ្រប់គ្រាន់នេះហើយក៏ខ្ញុំសុំទោសព្រោះអីខ្ញុំមិនទាន់ចេះស្នាដៃខ្ញុំនៅក្មេងខ្ចីហើយខ្សោយទាំងចំណេះព្រោះមិនបើខ្ញុំស្រឡាញ់ហើយជំនាញខាងរ៉ាប់គឺវាពិសេសធ្វើឲ្យគេស្គាល់ខ្ញុំកាន់តែច្បាស់ពេលនេះខ្ញុំឆ្ងល់រឿងខ្លះឥឡូវវាមិនដូចពីមុនមិត្តភក្តិធ្លាប់ស្គាល់ឥឡូវគេធំនឹកឡាំម្ដងក្នុងចិត្តទីរុនចង់ឲ្យពេលវេលាវាដូចមុនតែវាមិនអាចនោះទេមានតែបទចម្រៀងដែលជឿឲ្យដឹងថាខ្ញុំនឹកអ្នករាល់យប់រាល់ថ្ងៃក្នុងចិត្តគឺជាពាក់គេងហូតទឹកភ្នែកពុទ្ធនឹកប៉ាម៉ាក់ទេទូរស័ព្ទទេទូសែនអូអាក់ទាំងនិយាយពីសំទោសហាទៅវាស្លាប់ចាក់ទៅវាស្លាញ់តែខ្ញុំគូធ្វើយ៉ាងណាអូខេបងមករ៉ាតយ៉ាហើយពេលនេះទៅខ្ញុំដឹងច្បាស់ថាជីវិតគឺវាបែបណាបើសិនជាអ្នកស្ដាប់ហើយនោះអ្នកនឹងយល់ពីអក្ខរាតាខ្ញុំទៅសេចេញពីចិត្តកូនប្រុសដែលស្រឡាញ់គ្រួសារបើសិនពេលវេលាអាចថយក្រោយកូនសុខចិត្តបដូរសង្ខារចាប់ដៃពុកម៉ែឲ្យជាប់មិនឲ្យរបូតទៅណាលើលោកនេះកូនស្រឡាញ់ពុកម៉ែសែនធំជាងវេហាឲ្យកូនសុំទោសរឿងកន្លងដែលធ្វើឲ្យលោកឈឺផ្សាចង់ប្រាប់ថាខ្ញុំនឹងកែខ្លួនពេលនេះកូនសូមសន្យាក្នុងនាមកូនប្រុសដែលរឹងមាំតស៊ូមិនខ្លាចរអាហើយខំពុះពៀគ្រប់ឧបសគ្គដើម្បីបំណងបងប្រាថ្នាដោយសង្ឃឹមមានជានិច្ចទោះបីគេទាស្ដីថាមើលមុខមើលកោជាចំណាយឆ្លៀននេះគេចាំមើលគ្រប់កាយវិការឲ្យតែពេលយើងធ្វើខុសគេផ្ដាំបន្ទោសឲ្យស្ដីថាហើយខ្ញុំក៏មិនដែរខឹងទោះបីជាមេរៀននៅក្នុងជីវិតតែខ្ញុំវិកិតពិចារណាដែលគេកំណត់តាមវាសនាខ្ញុំមិនតវ៉ាឲ្យខំប្រឆាំងទោះបីមានគេមករីរាំងក៏ខ្ញុំដាក់ចិត្តនៅតតាំងលុះសូនជីវិតខ្ញុំគិតពីអ្វីដែលធ្វើឲ្យខ្ញុំហើយក្តីស្រមៃគ្នាចាប់ឲ្យបាននៅថ្ងៃថ្មីវាបដិសារីជួយខ្វល់ពីអ្វីខំក្តាប់ឱកាសទៅជីវិតខ្លាថ្លៃហើយគ្រប់វ័យចាំមានរស្មីពន្លឺជីវិតចម្រះជាថ្មីខំប្រឹងបើកភ្នែកនិយាយថាសួស្ដីជាមួយនឹងពូមីងពុកម៉ែតាយាយក៏ភ្លេចឲ្យអស់វាបដិសារីចាប់ដើមជាថ្មីជាមួយនឹងមិត្តស្រីនេះហើយជាអ្វីខ្ញុំចង់និយាយបើសិនអ្នកស្អប់ពើមិនបាច់ស្ដាប់ធ្វើអីខ្ញុំឡើងមកនេះគឺគ្រាន់តែសំដីបើសិនមានខុសសុខបងប្អូនប្រុសនៃធ្វើមិនបើខ្ញុំគឺជាប្រឡូកថ្មីប្រៀបដូចក្របពេជ្រដែលគេកំពុងឆ្នៃហើយពេលនេះខ្ញុំខំប្រឹងស្នាដៃតទៅថ្ងៃមុខទទួលជោគជ័យហើយខំប្រឹងបាញ់បែកដីស្រមម៉ៃក៏ចង់យកជ័យទៅដឹងជូនគូសារតែទៅបីយ៉ាងណាសូមជួបអ្នកស្ដាប់ពីសំដីច្រើនម៉ាត់ខ្ញុំចង់រៀបរាប់ពីជីវិតក្មេងម្នាក់ដែលសែនជឿចាប់រយនៃការឆ្លៀននេះគឺអារម្មណ៍ចង់ស្លាប់ប៉ុន្តែពីសំដីដែលគេនិយាយធ្វើឲ្យរូបខ្ញុំគិតសារជាថ្មីហើយការសាកល្បងទួលបានជោគជ័យសង្ឃឹមថាអ្នកផ្សេងកុំគិតតែគេអីចាប់ដើមពាក្យថ្មីជាមួយនឹងខ្ញុំមករាអូខេជីវិតខ្ញុំពេលនេះជាមួយបងមករាកាលពីមុនធ្លាប់ធ្វើខុសចំពោះលោកទាំងពីរតែឥឡូវខ្ញុំជាមួយបងមករាបានកែខ្លួនចោះអ្នកវិញ